យកខ្ញុំសូមគោរពនឹងជម្រាបសួរប្រិយមិត្តទស្សនិកជនដែលកំពុងទស្សនារាល់កម្មវិធីផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍អប្សរាព្រលឹម1ជាទីគោរពនិងជាទីមេត្រីយើងបានវិលមកជួបគ្នាសាជាថ្មីក្នុងនាទីផ្ទះលេខ1យកខ្ញុំក្រុមការងារតែងតែធ្វើដំណើរទៅគ្រប់ទីកន្លែងទាំងអស់ដើម្បីទៅថតផ្តិតយករូបភាពអ្វីដែលប្លែកអ្វីដ៏ចាមកបង្ហាញជូនប្រិយមិត្តទស្សនិកជននាទីផ្ទះលេខ1ដំណើរការរហូតមកដល់សប្តាហ៍ថ្ងៃអាស្រ័យបានការគ្រប់គ្រងពីសំណាក់បងប្អូនប្រជាពលរដ្ឋទស្សនិកជនដែលតែងតែឲ្យតម្លៃពីប្រភពព័ត៌មានមិនចេះរីស្ងួតពិសេសបានការឧបត្ថម្ភពីបណ្ដាក្រុមហ៊ុននិងផលិតផលដែលមានដូចជាភួងផិនច័ន្ទតារាសង្វាពេជ្រព្រះនាមគ្រូក្មេងទូទីឆុតដំឡើងរាសីរៀបចំហាងថ្មីគេហដ្ឋានថ្មីស្រោចទឹកមុនរំដោះគ្រោះអាស័យដ្ឋានថ្មីបូរីឡាយគង់ខាងត្បូងស្ពានថ្មចំការដូងផ្ទះលេខ22ផ្លូវលេខ7ទូរស័ព្ទលេខ017 81 00 66 095 900 888 087 3គុត40គុត50គុតឱសថបុរាណសញ្ញាកូនភ្លោះលោកអ្នកការយូរឆ្នាំហើយគ្មានកូនសូមប្រើឱសថបុរាណសញ្ញាកូនភ្លោះអាស័យដ្ឋានទី1ផ្លូវ2004រាជធានីភ្នំពេញអាស័យដ្ឋានទី2ខាងកើតផ្សារបាងកកខេត្តកំពង់ចាមអាស័យដ្ឋានទី3នៅទល់មុខស៊ីតេនសាំងប្រលានយន្តហោះពោធិ៍ចិនតុងទូរស័ព្ទលេខ012 29 89 26 097 29 229 បាទលោកអ្នកមានបញ្ហារលាកច្រមុះដុសសាច់ច្រមុះអញ្ជើញទៅគ្លីនិកព្យាបាលរោគច្រមុះយ៉ាស៊ីនផ្ទះលេខ310អឺសារ៉ូផ្លូវប្រេសមនីវងខាងជើងស្តុបពេទ្យចិនឬអគារ42ជាន់ចម្ងាយ50ម៉ែត្រទូរស័ព្ទលេខ016 872 808 017 724 929សាខាខេត្តសៀមរាប089 914 564តើលោកអ្នកចង់ទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េដោយស្របច្បាប់ដែរឬទេដើម្បីទទួលបានប្រាក់បៀវត្សចាប់ពី$1,200សហរដ្ឋអាមេរិករហូតដល់$2,500ក្នុងមួយខែសូមអញ្ជើញមកចុះឈ្មោះចូលរៀននៅសាលាភាសាកូរ៉េសកាំងអាស័យដ្ឋានស្ថិតនៅខាងជើងស្ពានអាកាសស្ទឹងមានជ័យចម្ងាយ300ម៉ែត្រផ្លូវ271ជិតសាលាជាស៊ីមសាមគ្គីទូរស័ព្ទលេខ088 84 00 200 017 38 38 96ឱសថបារាណសញ្ញាខ្លាឃ្មុំផ្សំថ្នាំដោយលោកគ្រូលីប៊ុនរិទ្ធពូកែស័ក្តិសិទ្ធិព្យាបាលជំងឺគ្រប់មុខពិសេសជំងឺទីទឹកឲ្យឆាប់ជាសះស្បើយផ្ទះលេខ134ផ្លូវលេខ130គុតខាងកើតផ្សារធំថ្មីត្រង់ទៅមាត់ទន្លេទូរស័ព្ទលេខ067 9គុត0909ឥឡូវនេះសូមបង្វែរអារម្មណ៍ប្រិមិត្តទស្សនិកជនទៅជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលក៏បានផ្ដល់ព័ត៌មានមកកាន់ក្រុមការងារយើងខ្ញុំហើយថាមានយុវជនម្នាក់ដែលក៏មានទេពកោសល្យចង់បង្ហាញនៅក្នុងនាទីផ្ទាល់មួយនៅក្នុងសប្តាហ៍នេះតែម្ដងដូច្នេះសូមជើញជួបជាមួយពួកគាត់ដូចតទៅសូមជើញលោកតាលោកយាយសុខសប្បាយទេលោកតាបាទអូយញឹមព្រឹមព្រៃក៏ថាអូសុំអង្គុយកន្លែងនេះតិចស្រួលថ្ងៃនេះបានមកជួបលោកតាលោកយាយពិតជាសំណាងល្អណាស់សុំទោសលោកតាឈ្មោះអីបាទខ្ញុំឈ្មោះឡុងវូលោកតាមូឡុងវូបាទលឺតមូលវិញលើមូលឈ្មោះវូណាវូចឹងបានខ្លាំងលោកតាវូខ្លាំងហ្នឹងដូចតែចាស់និយាយថាខ្យល់វូហ្នឹងចឹងវូខ្លាំងហើយវូមិនធម្មតាទេមិនជាតិខ្លាំងលោកយាយឈ្មោះអីដែរលោកយាយបាទមកម៉ៅនាងអូលោកយាយឈ្មោះលោកយាយនាងណាម៉ៅនាងបាទលោកយាយនាងបាទថាលោកយាយនាងចឹងព្រោះគេកម្រហៅលោកយាយម៉ៅនាងគេថាហៅលោកយាយនាងហើយលោកតាវូបាទអរគុណបាទហើយលោកតាស្រុកកំណើតលោកតានៅណាទេបាទខ្ញុំនៅភូមិព្រៃក្ដួចកាត់លវាស្រុកស្ដាច់ខេត្តវិវែងអូខេត្តវិវែងបាទហើយលោកយាយជាភរិយានៅស្រុកកំណើតមួយគ្នាដែរមួយគ្នាបាទអត់មានថាប៉ុន្តែគ្រាន់ថាលោកយាយនៅចុងភូមិលោកតានៅដើមភូមិអីទេបាទអ្នកស្រុកមួយគ្នារកគ្នាឃើញបាទអរគុណអញ្ចឹងលោកតាអញ្ជើញមកភ្នំពេញអញ្ជើញមកលេងទេលោកតាណាមកលេងកូនឲ្យមកធ្វើបុណ្យ100ថ្ងៃបងគាត់ស្លាប់នៅបឹងផលិតណាបាទទៅហើយខ្ញុំសប្ថ្ងៃអាយុ77អូ77ចុះចំណាយលោកយាយវិញបាទ75អូ75 77បងនេះតែ2ឆ្នាំបាទប៉ុន្តែនៅភើទាំងយាយទាំងតាមិនជឿហើយមានរោគដែរមិនថាមានមនុស្សយើងអញ្ចឹងទេលោកតាណាធម្មតាសំបីតែគ្រឿងចាក់ក៏មានការខូចខាតដែរប៉ុន្តែលោកតានៅជួសជុលប្រើបានអត់ទេអានឹងវាត្រូវតែមិនយ៉ាងនេះថ្មីឥឡូវអរគុណលោកតាលោកយាយថ្ងៃនេះនាទីផ្ទាល់មួយនៃស្ថានីយ៍ទូរទស្សន៍អប្សរាបានមកថតដិតយករូបភាពនៅកថាអ្នកមានទេពកោសល្យនៅទីនេះ
ពីដើមឡើយលោកតាចាប់ពីដឹងក្តីឬមួយក៏ពេញវ័យមកលោកតាធ្លាប់បានឮចាស់បាទបុរាណឬមួយក៏លោកឪពុកអ្នកម្ដាយយាយតារបស់លោកតាហ្នឹងគាត់និយាយថាមានអ្នកចេះមន្តអាគមគាថាពិតប្រាកដទេលោកតាបាទមន្តអាគមគាថាដូចជាប្រើបល័យអូមអាមអីហ្នឹងជាដើមលោកតាខ្ញុំមិនសូវដែលបានជួបដែរមិនដែលបានជួបទេបាទខ្ញុំបាទចៅសួរដូចជាឆ្ងល់តិចទៅចុះថាលោកតានិងលោកយាយឬមួយក៏លោកតាផ្ទាល់ធ្លាប់បានទៅរកគ្រូទាយឬមួយក៏ទៅរកគ្រូមុនស្ដោះផ្លុំព្រួយទេបាទដែលទេបើយាយគាត់មានជំងឺដៃអីគាត់មានបាទបាក់ដៃបាទចាហើយទៅរកគ្រូខ្មែរឬមកក៏ពេទ្យគ្រូខ្មែរបាទហើយគាត់មានដល់ផ្លុំព្រុសឬមួយក៏យ៉ាងម៉េចទេនិយាយគាត់មានថ្នាំរុំហើយគាត់មានផ្លុំអីតិចតួចដែរណាបាទហើយលោកយាយជឿជាក់ថាយ៉ាងម៉េចដែរទៅចុះក្រៅពីហ្នឹងគាត់មានដូចជាសូត្របល័យមន្តអាគមអីជីបអូចយ៉ាងនេះលោកយាយបាទមានទេគាត់មានសូត្រដែរហើយលោកយាយជឿថាយ៉ាងម៉េចដែរទៅបាទពិតប្រាកដទេប្រហែលជាជឿដែរបាត់អីគេគាត់មើលគេជាដល់ទៅណាប៉ុន្តែលោកយាយខ្ញុំជាទេជឿតាខ្ញុំជឿតាលោកយាយជាទេជាអញ្ចឹងមានន័យថាគាត់មានការសូត្រមន្តអាគមអីពិតប្រាកដយ៉ាងតែគាត់សូត្រតាធម៌ព្រះមកអ្នកបូតស័កចាហ្នឹងហើយអូបាទចុះលោកតាវិញធ្លាប់បានឃើញចាស់ពីដើមដែលគាត់បាក់អង្គទៅចេញកពឹសឬមួយក៏ដូចថាមួកសែងចេញជាពុះអីធ្លាប់លើចាស់និយាយទេបាទផ្នែកសិល្បៈហ្នឹងខ្ញុំធ្លាប់បានឃើញណាតែអ្វីក៏ដោយវាសំខាន់នៅលើការអ្នកនិយមប្រើហើយនឹងអ្នកទទួលស្គាល់ឧបមាដូចជាលុយដូចជាមាសការចំនួនមុនគេមិនទទួលស្គាល់តែមានតម្លៃអត់មានទេអានឹងវាទៅតាមហ្នឹងបាទអូតែនិយាយទៅរឿងផ្សេងវិញបាទអរគុណណាស់អញ្ចឹងលោកតាប្រហែលជាលោកតាធ្លាប់បានដឹងធ្លាប់បានឃើញប៉ុន្តែអាចថាវាយូរណាស់មកហើយបាទអរគុណណាស់ឥឡូវនេះនីតិផ្ទះមួយបានទទួលដំណឹងមកថាមានចៅប្រុសម្នាក់គាត់មានទេពកោសល្យអស្ចារ្យណាស់គាត់ថាអាចយកកបិតមកដៃរបស់គាត់បានឬមួយក៏គាត់អាចពិសាឡាមចូលទៅក្នុងមាត់លោកតាធ្លាប់ឃើញរឿងចឹងពីដើមមកខ្ញុំតាមផ្ទះលេខ1មានឃើញតែវាដូចគេថាវាមិនជាអាចលីដែរបើតែឃើញយូរឃើញមួយចឹងដែរគេធ្វើកម្មវិធីអីលោកតាកម្មវិធីផ្ទះលេខ1អប្សរាហ្នឹងខ្ញុំមើលខ្ញុំមកសាមើលខ្ញុំមើលរាល់លើងាកហ្នឹងអរគុណលោកតាជាអតិថិជនរបស់នេតិផ្ទះលេខ11បាទនេះគឺជាកម្មវិធីផ្ទះលេខ11ដែលចូលថតហើយតែងតែធ្វើដំណើរទៅគ្រប់ទីកន្លែងទាំងអស់ដើម្បីទៅថតផ្ដិតយករូបភាពអ្នកដែលមានទេពកោសល្យបង្ហាញជូនទស្សនិកជនដូចជាលោកតាលោកយាយដែលជាអតិថិជនហើយចូលចិត្តនេតិផ្ទះលេខ11អញ្ចឹងតាណាបាទអរគុណឥឡូវនេះលោកតាមិនទាន់ដឹងថាចាក់ស្ដែងឃើញនៅភ្នែកនេះលោកតាមិនដែលបានឃើញទេមិនអញ្ចឹងលោកតាអញ្ចឹងគឺខ្ញុំបាទសូមគោរពអញ្ជើញលោកតានិងលោកយាយបាទដែលមកពីឆ្ងាយពិតមែនក៏ប៉ុន្តែបានមកដល់ភ្នំពេញហើយទៅមើលមកថាតើចៅប្រុងគាត់សម្ដែងឬក៏ជាមន្តអាគមគេថាអ្វីយើងក៏មិនទាន់ដឹងអញ្ចឹងសូមអញ្ជើញលោកអ្នកនាងទៅទស្សនាទាំងអស់គ្នាវគ្គនេះនាំមកជូនលោកអ្នកនាងដោយឱសថបុរាណសញ្ញាខ្លាឃ្មុំសំថ្នាំដោយលោកគ្រូលីប៊ុនរិទ្ធប្រកាសស័ក្តិសិទ្ធិជាបាជំងឺទូទៅគ្រប់មុខពិសេសជំងឺតិចទឹកឲ្យឆាប់ជាសះស្បើយលោកអ្នកនាងទូរស័ព្ទទៅកាន់លេខ067900909ឥឡូវយើងនឹងទៅជួបជាមួយអ្នកមានទេពកោសល្យតែម្ដងសូមគោរពអញ្ជើញលោកតាលោកយាយក៏ដូចជាទស្សនិកជនដែលកំពុងទស្សនានៅតាមគេហដ្ឋានក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកភូមិនេះគឺថាទៅជួបជាមួយអ្នកមានទេពកោសល្យតែម្ដងបាទសូមអញ្ជើញបាទឥឡូវមកជួបបងប្អូនហើយសូមផ្ទះដៃបោះសាទរខ្លាំងៗកុមារេនៅខាងមុខដោយទាំងលោកយាយលោកតាពីរនាក់ដែរជើញចូលរួមថ្ងៃនេះគេថាពិតជាអស្ចារ្យមែនទែននេតិផ្ទះលេខ1នៃស្ថានីយ៍ទូរទស្សន៍អប្សរាបានធ្វើដំណើរមកដល់ទីកន្លែងនេះអាស្រ័យតែបានការគ្រប់គ្រងជាពិសេសគឺថាការលើកទឹកចិត្តពីបងប្អូនប្រជាពលរដ្ឋហើយគឺថាសម្រួលគ្រប់គឺថាងាយស្រួលឲ្យកម្មវិធីក្រុមការងារយើងខ្ញុំហ្នឹងគឺថាចុះមកដល់ទីនេះតែម្ដងគឺបងប្អូនប្រជាពលរដ្ឋទីនេះគាត់ស្វាគមន៍ជាពិសេសលោកយាយលោកតាដែលជាចាស់ព្រឹទ្ធាចារ្យដែលធ្វើបិទតែគាត់មានអាយុច្រើនណាស់ហើយគាត់ក៏ចង់ដឹងថាតើអាចៅក្រោយហ្នឹងគាត់វាលេងហ្នឹងវាពិតប្រកបមួយក៏យ៉ាងណាបាទអញ្ចឹងឥឡូវយើងជួបជាមួយនឹងបងប្រុសសួស្ដីបងសុខសប្បាយទេបាទសុខសប្បាយបាទអរគុណហើយបងឈ្មោះអីដែរបាទខ្ញុំបាទឈ្មោះកែវពងណារ៉ូកៅពងណារ៉ូបាទអូនអាយុប្រហែលហើយខ្ញុំអាយុ19ឆ្នាំអាយុ19ឆ្នាំហើយណាបាទអរគុណហើយសប្តាហ៍ថ្ងៃនៅសិក្សានៅឡើយទេរៀនចប់ទី12រៀនចប់ទី12កំពុងរៀបចំទៅរកមហាវិទ្យាល័យណាបាទអរគុណណារ៉ូថ្ងៃនេះយើងខ្ញុំបានទទួលព័ត៌មានមកថាប្អូនមានទេពកោសល្យនឹងបង្ហាញនៅក្នុងនេតិផ្ទះមួយមិនដឹងថាតើប្អូនមានទេពកោសល្យជាអ្វីនោះទេបាទខ្ញុំមានទេពកោសល្យខ្ញុំគឺខ្ញុំអាច
ខបមុខឲ្យចិត្តហ្មងមើលអត់ឃើញសោះហ្មងហើយខ្ញុំចង់ឲ្យគេកាន់របស់របរអីចឹងឲ្យខ្ញុំកាប់តែបើសិនជាខ្ញុំកាប់ខុសអាចមានគ្រោះថ្នាក់ដល់ជីវិតហ្មងអញ្ចឹងហ៎ បាទ អូហូប៉ុន្តែនេះជាទេពកោសលបងអូនហាត់រៀនរបៀបយ៉ាងម៉េចដែរឬមួយក៏ចេះតែនឹកឃើញធ្វើ បាទនេះគឺជាទេពកោសលខ្ញុំហាត់យូរដែរចិត្តប្រហែល2ឆ្នាំហើយ ប្រហែល2ឆ្នាំហើយនិយាយចឹងបងអូនមានស្រុកកំណើតនៅណាដែរហើយកំពុងតែរស់នៅណាដែរបាទ បាទខ្ញុំសប្តាហ៍ថ្ងៃខ្ញុំរស់នៅភូមិក្រៅគោសង្កាត់គីឡូម៉ែត្រលេខ1ខណ្ឌនិស័យកែវរាជធានីភ្នំពេញ ហើយស្រុកកំណើតក៏នៅហ្នឹងដែរ បាទ បាទហើយចុះបងប្អូនឬមួយក៏លោកឪពុកអ្នកម្ដាយទេដែលគាត់មានទេពកោសលដូចជាបងអូនចេះដូចជាបងអូនទេឬមួយក៏មានតែបងអូនម្នាក់បាទ មានតែខ្ញុំម្នាក់ មានតែបងអូនម្នាក់គឺចេះមកខាងចង់ខាងហ្នឹងហ្មង បាទ បាទមិនមែនគេថាចាស់ដើមចាយនិយាយលោកតាក៏ដឹងដែរតែមើលគេថាឲ្យតែពុកគ្រូបង្រៀនកូនមកគ្រូបង្រៀនដែរបាទឲ្យតែពុកម្ដាយយោធាអីបលិអញ្ចឹងកូនមកក៏យោធាបលិដែរប៉ុន្តែអូនពុកម្ដាយអត់ទេមិនមែនចូលចិត្តខាងសិល្បៈដូចកូនទេ អត់ចូលចិត្តដែរ អញ្ចឹងប៉ុន្តែបងអូនចូលចិត្តជំនាញខាងទេពកោសលតែម្ដង បាទ បាទអរគុណណាស់ឥឡូវយើងនឹងចង់ដឹងថាតើបងអូនមានទេពកោសលបង្ហាញជូនប្រិមិត្តទស្សនិកជនយ៉ាងណាអញ្ចឹងសូមអញ្ជើញប្រិមិត្តទស្សនិកជនទស្សនាជាមួយនឹងខ្ញុំហើយសូមជម្រាបថាអ្វីដែលលោកអ្នកនាងបានឃើញជាមួយនឹងខ្ញុំអាស្រ័យបានការជួយឧបត្ថម្ភពី Clinic ព្យាបាលរោគច្រមុះយ៉ាស៊ីនលោកអ្នកនាងដែលមានអាការៈរលាកច្រមុះឬដងច្រមុះសូមអញ្ជើញទៅ Clinic ព្យាបាលរោគច្រមុះយ៉ាស៊ីនដែលមានអាសយដ្ឋាននៅខាងជើងស្តុបពេទ្យចិនចម្ងាយប្រហែលជា50ម៉ែត្រទូរស័ព្ទទៅកាន់លេខ016 872 808ឥឡូវនេះជួបជាមួយនឹងទេពកោសលរបស់ណារ៉ូតែម្ដងបាទសូមអញ្ជើញបាទអញ្ចឹងតើបងអូនមានរៀបចំជាសម្ភារៈរបស់បងអូនទេ មាន បាទមានណាបាទឥឡូវមានអីខ្លះបាទអូក្បាត់តាំងតោអូអាយ៉ាហើយមានអីទៀតអូប្រដាប់បិទមុខទៀតហើយស្អីទៀតអូមើលអីទៀតអីយ៉ាបន្លែបន្លែនឹងយកមកធ្វើម៉េចបន្លែហ្នឹងបាទ ចូលសម្រាប់ឲ្យគេកាន់ អូគេកាន់ឲ្យយើងកាប់យើងចង់ដឹងថាតើកាប់មុតមិនមុតបាទអូយ៉ាឥឡូវមើលឥឡូវគ្រាន់តែមិនបាច់បន្លែទេគ្រាន់តែមេឈើក៏ដឹងសាកមេឈើមួយមើលណាបាទសាកមេឈើមួយមើលគ្រាន់តែទុកបន្លែមិនអីមើលបាទទស្សនិកជនចាំមើលទស្សនាទាំងអស់គ្នាបាទអូបាទកាប់មួយមេឃណាមីងចាស់ផ្ទះបាទនេះបាទក៏ដឹងតែមុតដែរបាទដឹងតែមុតដែរប៉ុន្តែអីទេឥឡូវចាំមើលថារបៀបបងអូនធ្វើយ៉ាងណាឥឡូវចង់ដឹងថាតើអ្នកណាស្ម័គ្រចិត្តណាបាទចង់បានទស្សនិកជនទាំងអស់ឈរទស្សនានៅទីនេះច្រើនហ្នឹងតើអ្នកណាស្ម័គ្រចិត្តចូលមកលេងមួយបងអូនបាទឥឡូវមើលយើងមើលទៅខាងក្រោយមើលអ្នកណាស្ម័គ្រចិត្តមកលើកដៃមួយចូលមកលេងមួយយើងមើលបាទបងប្អូនមកសុំជើញមកបាទអូយបាទកូនណាអ្នកសង្ហាមែនទេបាទអង្គុយគាត់ចេះនេះអង្គុយបងក៏អង្គុយចេះដែរណាហើយស្រួលណាបងឈ្មោះអីបាទ ខ្ញុំឈ្មោះទេពឧត្តមពិសិដ្ឋ ទេពឧត្តមពិសិដ្ឋ បាទ អីឈ្មោះមកបាវទៀតអញបាទអរគុណណាពិសិដ្ឋហើយមិញបងឈរទស្សនាទីនេះទាំងអស់គ្នាហើយលឺណារ៉ូហៅមានអ្នកណាមកធ្វើសាក់សីណា មិញលើណារ៉ូគេត្រូវការ អ្នកចូលជួយដៃណាបាទអរគុណឥឡូវបងយើងចាំមើលឥឡូវបងមើលក្បិតនេះពិតប្រកបអត់បាទមើលមុតទេបាទមើលបាទហើយឥឡូវមើលតិចទៀតគាត់ថាគាត់យកវ៉ែនតាគាត់យកម៉ាំងដាក់ពីមុខបាទបិទចិត្តអញ្ចឹងទៅមើលអីឃើញហ៎មានមើលឃើញហ៎ អត់ឃើញហ៎ហើយគ្របកណាត់មកជាន់ហើយគ្របកណាត់មកជាន់ទៀតណាបាទប៉ុន្តែបងហ៊ានទេមែនទេហ៊ានឥឡូវដាក់វ៉ែនតាចូលក្រោមសិនណាបាទឥឡូវទៅជួបលោកតាទេសិនមកហើយបាទលោកតាសុំទោសលោកតាហុចដងទៅលោកតានឹងជាអ្វីលោកតាបាទ នឹងជាក្បិតតាំងតោអានេះក្បិតហ្នឹងគេសម្រាប់ធ្វើអីលោកតា ហាន់សាច់ធ្វើត្រីធ្វើបន្លែហ្នឹងប៉ុន្តែឥឡូវគាត់ថាគាត់យកមកកាប់គេថាមានឲ្យមនុស្សម្នាក់ហ្នឹងគឺថាកាប់កាន់បន្លែហ្នឹងហើយគាត់បាំងមុខឲ្យចិត្តអីគាត់កាប់ហើយកាប់តាត្រូវបន្លែត្រូវមនុស្សបាទប៉ុន្តែលោកតាដឹងឲ្យក្បិតប៉ុនគាត់លោកតាបាទអរគុណណាស់បាទអរគុណច្រើនលោកតាបាទឥឡូវមិនដឹងថាយ៉ាងម៉េចទៀតទេឥឡូវណារ៉ូតើបងធ្វើយ៉ាងម៉េចបាទសុំចេះឥឡូវងើបឈរឡើងមកស្រួលបាទងើបឈរបាទទាំងអស់គ្នាបាទអាយ៉ាចេះតាបាទហ្នឹងហើយបងអង្គុយបាទឲ្យគាត់អង្គុយហ្នឹងហ៎បាទអង្គុយកន្លែងហ្នឹងណាអង្គុយទៅមុខតិចបាទអង្គុយទៅមុខតិចបាទកន្លែងហ្នឹងបាទហើយណារ៉ូធ្វើយ៉ាងម៉េចទៀតបាទចង់ចងភ្នែកគាត់អូចងភ្នែកគាត់កុំឲ្យគាត់ភ័យអីយ៉ាចងភ្នែកមិនចេះអូអាយ៉ាដាក់ចេះវិញអូអើយមិនដែរពិសិដ្ឋមិនដែរមានអារម្មណ៍មិនដែរ មានអារម្មណ៍ថាអត់ខ្លាំងប៉ុន្តែភ័យហ៎
hay đấy ហើយដែរអូយណារ៉ូបងលេងមិញហ្នឹងបាទទស្សនិកជនហើយណារ៉ូគាត់កំពុងតែបង្ហាញនូវទេពកោសល្យគាត់មួយមិនដឹងថាតើលោកអ្នកនាងអាយ៉ាកាន់បាទប៉ុណ្ណាបាទមកជាហៀងប៉ុណ្ណាមកជាហៀងហ៎ đang មកហៀងប៉ុនកោដៃឯង pan អូប៉ាន់កោដៃកាន់នៅតំណងទៀតបាទបាទហើយណារ៉ូធ្វើយ៉ាងម៉េចឲ្យខ្ញុំកាន់ក្បាត់បើអញ្ចឹងខ្ញុំកាប់សាកលោមើលទេអូកាប់អញ្ចឹងហ៎ប៉ុតហ្មងហ៎អូឥឡូវប្រិមិត្តទស្សនិកជនសូមជម្រាបថាក្បាត់នេះណារ៉ូគាត់នឹងយកមកកាប់បន្លែនៅលើដៃរបស់ពិសិដ្ឋអញ្ចឹងហ៎បាទហើយប៉ុន្តែដល់ចងមុខណារ៉ូចងរបៀបយ៉ាងម៉េចបាទឥឡូវចាំមើលបាទយ៉ាអេបាទឥឡូវខ្ញុំអាចលោសាកមើលសិនណាខ្ញុំលោសាកមើលសិនអូនៅនេះហ៎បាទអូមើលឃើញងឹតឈឹងមកបាទបាទ lấy nhung pẹ ឥឡូវពាក់ប៉ុណ្ណារោពាក់បបអីយ៉ាបាទនេះម៉ានមានឃើញស្អីនៅពីមុខបងនេះមើលឃើញអត់ ở đây អត់ទេអត់មើលឃើញទេចុះនេះមានមើលឃើញទេ phèm 5ហ៎ បាទ អីមិនដឹងឃើញ5មកមើលឃើញអត់លើសង្ស័យមើលឃើញទេអត់ឃើញចុះនេះម៉ាន 3 នេះម៉ាន 7 អត់ឃើញទេយ៉ាងឥឡូវមកមុខទៀតបាទឥឡូវមើលឃើញឥឡូវគាត់គ្របទៀតអញ្ចឹងខ្ញុំគ្របហើយហ៎ ở đây គាត់គ្របខ្លួនឯងទៀតអាយ៉ាគ្របឲ្យចិត្តទៀតបាទអូនេះដូចពួកនេះអញ្ចឹងណាបាទ các bạn សុំក្បាត់ដែរអូប៉ុន្តែឥឡូវចាំ nhom các bạn បាទឥឡូវឈប់ចាំមើលខ្ញុំលះអានេះចេញសិនបាទនៅស្ងៀមអូមុតផុយហ្នឹងណាអីយ៉ាចឹងប៉ុន្តែឥឡូវបងមើលឃើញដៃខ្ញុំហ្នឹងអត់ឃើញទេណាឥឡូវខ្ញុំលើដៃចេះអត់មានឃើញទេណាអញ្ចឹងមើលអត់ឃើញទេឥឡូវសុំជូនក្បត់ទៅបងបាទហើយឥឡូវនេះខ្ញុំប្រវល់បងសិនបាទលោកនាងកញ្ញាប្រិមិត្តទស្សនិកជនខ្ញុំប្រវល់គាត់បាទប្រវល់បាទប្រវល់មិនជុំបានអូមិនដឹងទេបានហើយទៅខាងណាខាងណីឥឡូវចាប់ដើមខ្ញុំបានរាប់ជូនបាទអូជាឆ្ងាយយ៉ាងទៀតឈាមលើខ្ញុំមិនដឹងទេបាទអាយ៉ាត្រៀមអាយ៉ាយ៉ាអូអាយ៉ាយ៉ាអូដាច់មួយហើយដាច់មួយទម្លាក់មួយចោលខ្ញុំបានកាប់ឲ្យដល់ដីបាទអូតាខំកិច្ចអូសំតាក់ដែរបងសាទៅបាទខ្ញុំឥឡូវខ្ញុំសុំឥឡូវកំតាន់ណាឥឡូវបងបកមកចេញហ្មងបាទឥឡូវដកដកចាញ់ហើយនៅណាជួយកាន់កំតាន់រើអូនកំតាន់រើណាដកនៅចេញសិនខ្ញុំសុំពាក់ម្ដងខ្ញុំកាប់វិញណាក្បត់មិញមើលជួយកាន់នេះខ្ញុំកាប់រាប់អូនឯងរាប់ខ្ញុំកាប់ mà 1 2 3 một đấy cắm ạ tới đây cà rê thề lên chẳng ngọt bàn này rồi đấy cứ tha ai chẳng miên bánh hà rồi của cửu nạ bánh cha xong ôn bài chìm miên ca hát viên này trầm trái gây vào đấy bà hay lùi này cái nhà prima thân chân mơ cái ta cắt đạch mong mà cà rốt bị bay đám bị bay fly đấy mà hay bà xong
លោកយាយបាទលោកយាយមិនដូចភ្នែកច្បាស់ជាងលោកតានៅយាយ ចា ប៉ុន្តែខ្ញុំឃើញលោកយាយដូចយកដៃខ្ទប់ភ្នែកមិញហ៎ ខ្លាច ខ្លាច លោកកាប់ទៅក្បាល អូលោកយាយមានអារម្មណ៍ភ័យដែរអញ្ចឹងណា ភ័យដែរ បាទជឿជាក់ថាគាត់មានទេពកោសល្យមែនអញ្ចឹងណាបើធម្មតាមិនអាចទេនេះគឺនាំមកជូនលោកនាងដោយឱសថបុរាណសញ្ញាកូនភ្លោះលោកនាងដែលមានគេថាការយូរឆ្នាំហើយគ្មានបុត្រធីតាសូមអញ្ជើញពិសាឱសថបុរាណសញ្ញាកូនភ្លោះទូរស័ព្ទលេខ097 29 229 ប្រិមិត្តទស្សនិកជនដែលកំពុងទស្សនានាទីផ្ទះលេខ1បាញ់មិញលោកនាងបានឃើញហើយរូបភាពដែលធ្វើឲ្យលោកនាងស្ញាប់នៅក្នុងអារម្មណ៍គឺផារ៉ូគាត់ហ៊ានយកដៃគាត់ថាជាកំបិតទៅកាប់មើមការ៉ុតដែលនៅលើក្បាលរបស់បងប្រុសម្នាក់មិញហើយបងប្រុសម្នាក់មិញគាត់ថាគាត់កាន់មើមការ៉ុតមកជាហៀងមួយទៅគាត់ថាគាត់កាប់ត្រូវមិនឲ្យមានបញ្ហាបើអញ្ចឹងបងមិញទៅណាបងផនិតអញ្ចឹងហ៎មើលផនិតមកនេះមើលបាទសុំសួរពីអារម្មណ៍របស់បងបន្តិចណាបាទអំបញ្ញមិញឃើញថាបងបានចូលរួមធ្វើជាសាក្សីផនិតបាទមានអារម្មណ៍ថាភ័យមិនទេបងមិញដែរមិញភ័យខ្លាំងភ័យខ្លាំងចុះប្រមាណថាស្រាប់ប៉ះចំមិនអាងសក់ហ៎បាទអាងសក់ណាអរគុណណាផនិតអរគុណដែលបានចូលរួមធ្វើជាសាក្សីគាត់ធ្វើអញ្ចឹងបានមែនណាប៉ុន្តែផនិតកុំតាមគាត់បើសិនជាចង់ធ្វើដូចគាត់តើតែមានការហាត់រៀនណាប៉ុណ្ណឹងណាអរគុណយើងក៏ផ្ដាំដល់បងប្អូនមិត្តភ័ក្តិក៏ដូចជាកុមារីយុវជនយុវនារីសូមកុំធ្វើតាមផារ៉ូបើសិនជាចង់ធ្វើដូចគាត់តើតែមានការហាត់រៀនត្រឹមត្រូវបាទអញ្ចឹងឥឡូវនេះផារ៉ូអរគុណណាផនិតអាចទៅឈរមើលពីខាងមុខមកវិញអញ្ចឹងផារ៉ូតើលើកយកនៅទេពកោសល្យអ្វីបន្តទៀតដើម្បីបង្ហាញជូនទស្សនិកជនបាទតែក្រោយបន្ទាប់គឺខ្ញុំយកកបិតយកមកអាដៃមកកំបិតយកមកអាដៃអូបងអាចដោះអាវនឹងចេញឲ្យដើម្បីឲ្យឃើញសាច់បានទេមើលអាវនេះអត់ទេដោះដល់ជើងអាដៃវែងនេះអត់បានទេអត់បានទេខ្លាចគេឃើញសាច់ទេស្គមពេកអរគុណណាឥឡូវមិនទេបាទប៉ុន្តែដល់ពេលអាមិនយើងមូដៃចឹងហ្មងដៃលើកដៃណាអូឥឡូវចាំមើលសិនចាំមើលថាតើគាត់ធ្វើរបៀបយ៉ាងម៉េចបាទប៉ុន្តែកបិតហ្នឹងកបិតអីណាកបិតមិញមានអូបាទលោកគាត់មានរបៀបអីផ្សេងទៀតយើងមិនទាន់ដឹងទេចាំមើលសិនបាទអូបាទមើលកបិតអីយ៉ាកបិតនេះបាទបើគ្រាន់តែកបិតនេះគឺថាអូយមើលទៅឡើងខ្ជិញញ៉ាញ់ហ្មងសស្ញាចហ្មងបាទលើបងសាក់កាប់សក់មើលមុតអត់បាទឲ្យសិតអូផុយបានផុយដឹងផុយណាដឹងចាក់នឹកជ្រុចមកហ្មងបាទឥឡូវហ្នឹងគឺថាឲ្យដាច់ហ្មងឬមួយក៏មិនកុំឲ្យដាច់បាទកុំឲ្យដាច់ឬមួយក៏ឲ្យដាច់ឲ្យចាំសោតបល័យឲ្យចាំសោតបល័យមិនមែនសោតឲ្យចាំទេឥឡូវសោតមុនទេបើមិនឲ្យគ្រូជួយផងណាអត់អីខ្ញុំធ្លាប់មានបទពិសោធន៍អញ្ចឹងណាបាទប៉ុន្តែបងសុំនិយាយថាអ្វីគឺជារឿងរបស់បងអូនណាបងគ្រាន់តែជាអ្នកមកថតដើម្បីបង្ហាញជូនប្រិមិត្តទស្សនិកជនតែប៉ុណ្ណោះបាទរឿងអ្វីទៀតបើសិនជាមានការឆ្លោះឆ្លោយអ្វីបងអូនជាអ្នកទទួលខុសត្រូវតែខ្លួនឯងមែនទេបាទអរគុណណាបាទឥឡូវបងចាប់ដើមតែម្ដងឬមួយក៏យ៉ាងម៉េចបាទអញ្ចឹងខ្ញុំមករាប់ជូនណាអត់អាចដាក់អីទ្របអីបានទេមិនបាច់ទ្របទេអត់អីកាប់ឆៅមកកាប់អូបាទជប់ខ្ញុំរាប់ជូននេះណាបាទខ្ញុំខ្លាចទៀតឈាមលើខ្ញុំដើរចេះឆ្ងាយតិចបាទត្រៀមបាទ1 2 3អប់អូមុតជ្រៅអូបាទឥឡូវពងឲ្យចេញឈាមមកលើទាញមកមិនទាញឲ្យចិត្តមកហើយ1 2 3អូមិនចេញកាត់បាច់អូបាទមើលឈាមអត់មានអីយ៉ាយករុំសិនណាបាទរុំហើយសតបល័យហ៎បាទឥឡូវខ្ញុំជួយណាជួយទប់អត់ប្រឡាក់ឈាមខ្ញុំទេណាជួយរុំតិចខ្ញុំជួយរុំចងមកបាទចងហើយមកផ្លែទៀតចាំយើងបើកមើលណាបាទប្រិមិត្តទស្សនិកជនឥឡូវលោកនាងបានឃើញហើយទស្សនិកជននៅខាងក្រោយនោះគាត់កំពុងតែផ្ដោតអារម្មណ៍មកលើយើងដែរបាទឃើញថានេះគឺជារឿងមួយដែលសូមហាមដាច់ខាតកុំឲ្យមានអ្នកធ្វើតាមគាត់តាមបងអូនណាបាទហើយរបៀបអញ្ចឹងតើឥឡូវនេះកំពុងតែមានការឈឺចាប់ខ្លះទេបាទឈឺចាប់ខ្លះដែរឈឺខ្លះដែរប៉ុន្តែទ្រាំណាប៉ុន្តែខ្ញុំឆ្ងល់ឈឺដូចមុខឲ្យស្រស់មែនណា
អកណែហើយបើសិនជាមានអាការៈដូចថាឈឺចុកជាំហើមក្រិចខ្លះអីមិនអីទេចាំយកថ្នាំរបស់លោកគ្រូលីប៊ុនរឹតមកយកមកទៅពីទៅព្រោះឬមួយក៏រឹតពឹបបាត់ហ្មងណាប្រិមត្តជនជនមិញលោកនាងបានឃើញហើយគឺផារ៉ូគាត់យកកំបិតមកអាននៅលើដៃហើយយើងក៏ដឹងដែរថាកំបិតតែអានលើដៃគឺមានមុតអញ្ចឹងផារ៉ូឥឡូវនេះយើងយកមិញផ្លុំឥឡូវផ្លុំគិតថាដើម្បីឲ្យចិត្តវិញឬមួយក៏មកអូមកសទ្ធីស្វាហយៈអូជាណាឥឡូវមើលសុំមើលទីអូអាយ៉ាតិចតួចអាយ៉ាតិចតួចដែរនៅស្នាមណាធម្មតាវាមិនអូបាទមើលបាទឲ្យលោកតាជួយមើលទីមើលឃើញស្នាមពិតប្រកបលោកតាបាទឃើញដាច់ទេបាទប៉ះលោកតាមិញឃើញយើងភ័យហ៎លោកតាភ័យមើលកប់មកក្បិតហើយអរគុណណាស់បាទឥឡូវជាវិញហើយបាទណាបាទអរគុណហើយអញ្ចឹងខ្ញុំបាទនៅតែជម្រាបជូនប្រិមត្តជនជនថាសូមកុំធ្វើតាមអូប្រឡាក់ឈាមអស់ហើយខ្ញុំបាទអរគុណណាស់ឥឡូវឃើញថានៅតែជម្រាបជូនប្រិមត្តជនថាកុំធ្វើតាមផារ៉ូឲ្យសោះបើសិនជាធ្វើតាមមានបញ្ហាគ្រោះថ្នាក់ដោយប្រការណាមួយគឺថាយើងខ្ញុំមិនទទួលខុសត្រូវរាល់អំពើដែលលោកនាងធ្វើតាមនោះទេនីតិផ្ទះលេខ1គ្រាន់តែបង្ហាញអំពីអ្វីដែលជាទេពកោសល្យរបស់មនុស្សបាទដែលជាទេពកោសល្យរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងជូនដល់លោកនាងទស្សនាតែត្រឹមប៉ុណ្ណោះបាទឥឡូវនេះដោយសារនេតិផ្ទះលេខ1មកដល់ទីបញ្ចប់យើងខ្ញុំក៏សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះផារ៉ូបាទសូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកតាលោកយាយធ្វើជាសាក្សីឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកភូមិនេះជាពិសេសកុមារីទស្សនិកជនទាំងអស់បាទលោកនាងដែលកំពុងទស្សនានៅតាមគេហដ្ឋានក្តីតាមរយៈកញ្ចក់ទូរទស្សន៍អប្សរាផលិត1ដែលបានទស្សនានេតិផ្ទះលេខ1តាំងពីដើមរហូតដល់ចប់បាទហើយមុននឹងលាទៅក៏សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាក្រុមហ៊ុននិងផលិតផលដែលបានឧបត្ថម្ភនៅក្នុងនេតិផ្ទះលេខ1ដែលមានដូចជាភួងផិនច័ន្ទតារាសង្វាពេជ្រព្រះនាមគ្រូក្មេងទោះទេឈុតដំឡើងរាសីរៀបចំហាងថ្មីគេហដ្ឋានយើងខ្ញុំសូមគោរពនិងជម្រាបសួរប្រិយមិត្តទស្សនិកជនដែលកំពុងទស្សនារាល់កម្មវិធីផ្សាយរបស់ទូរទស្សន៍អប្សរាផលិត1ជាទីគោរពនិងជាទីមេត្រីសប្តាហ៍នេះយើងបានវិលមកជួបគ្នាសាជាថ្មីក្នុងនេតិផ្ទះលេខ1ខ្ញុំបាទសូមជម្រាបថានេតិផ្ទះលេខ1តែងធ្វើដំណើរទៅគ្រប់ទីកន្លែងទាំងអស់ដើម្បីទៅថតផ្ដិតយករូបភាពអ្វីដែលប្លែកអ្វីដ៏ចាមកបង្ហាញជូនប្រិយមិត្តទស្សនិកជនដោយឡែកសប្តាហ៍នេះយើងបានធ្វើដំណើរមកដល់ទឹកដីនៃខេត្តត្បូងឃ្មុំសាជាថ្មីទឹកដីនៅខេត្តត្បូងឃ្មុំគឺជាទឹកដីមួយដែលបងប្អូនប្រជាពលរដ្ឋតែងតែធ្លាប់ឮធ្លាប់ដឹងហើយបងប្អូនមួយចំនួនទៀតក៏ធ្លាប់ឃើញដែរក៏អំពីប្រវត្តិមួយចំនួនដែលស្ថិតនៅក្នុងរឿងទុំទាវនោះក៏ប៉ុន្តែអ្វីដែលលោកនាងចាប់អារម្មណ៍គឺនៅក្នុងនេតិផ្ទះលេខ1ហេតុអ្វីបានជាយើងធ្វើដំណើរមកដល់ទឹកដីនៃខេត្តត្បូងឃ្មុំយើងបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលតែងតែផ្ដល់ពីប្រភពព័ត៌មានមិនចេះរីស្ងួតមកកាន់នេតិផ្ទះលេខ1ហើយយើងខ្ញុំក៏មិនភ្លេចដែរនេតិផ្ទះលេខ1ដែលដំណើរការរហូតមកដល់សប្តាហ៍ថ្ងៃអាស្រ័យបានការឧបត្ថម្ភពីបណ្ដាក្រុមហ៊ុននិងផលិតផលដែលមានដូចជាបាទលោកអ្នកមានបញ្ហារលាកច្រមុះដុសសាច់ច្រមុះអញ្ជើញទៅ Clinic ព្យាបាលរោគច្រមុះយ៉ាស៊ីនផ្ទះលេខ310អឺសរ៉ូផ្លូវប្រេសមនីវងខាងជើងស្តុបពេទ្យចិនឬអគារ42ជាន់ចម្ងាយ50ម៉ែត្រទូរស័ព្ទលេខ016 872 808 017 724 929សាខាខេត្តសៀមរាប089 914 564តើលោកអ្នកចង់ទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េដោយស្របច្បាប់ដែរឬទេដើម្បីទទួលបានប្រាក់បៀវត្សចាប់ពី$1,200សហរដ្ឋអាមេរិករហូតដល់$2,500ក្នុងមួយខែសូមអញ្ជើញមកចុះឈ្មោះចូលរៀននៅសាលាភាសាកូរ៉េសកាំងអាស័យដ្ឋានស្ថិតនៅខាងជើងស្ពានអាកាសស្ទឹងមានជ័យចម្ងាយ300ម៉ែត្រផ្លូវ271ជិតសាលាជាស៊ីមសាមគ្គីទូរស័ព្ទលេខ088 84 00 200 017 38 38 96ឱសថបារាណសញ្ញាខ្លាឃ្មុំផ្សំថ្នាំដោយលោកគ្រូលីប៊ុនរិទ្ធពូកែស័ក្តិសិទ្ធិព្យាបាលជំងឺគ្រប់មុខពិសេសជំងឺទីកទឹកឲ្យឆាប់ជាសះស្បើយផ្ទះលេខ134ផ្លូវលេខ130គុតខាងកើតផ្សារធំថ្មីត្រង់ទៅមាត់ទន្លេទូរស័ព្ទលេខ067 9គុត0909ភួងផិនច័ន្ទតារាសង្វាពេជ្រព្រះនាមគ្រូក្មេងទោះទេឈុតដំឡើងរាសីរៀបចំហាងថ្មីគេហដ្ឋានថ្មីស្រោចទឹកមុនរំដោះគ្រោះអាស័យដ្ឋានថ្មីបូរីឡាយគង់ខាងត្បូងស្ពានថ្មចំការដូងផ្ទះលេខ22ផ្លូវលេខ7ទូរស័ព្ទលេខ017 81 00 66 095 900 888 087 3គុត40គុត50គុតឱសថបុរាណសញ្ញាកូនភ្លោះលោកអ្នកការយូរឆ្នាំហើយគ្មានកូនសូមប្រើឱសថបុរាណសញ្ញាកូនភ្លោះ
អាស័យដ្ឋានទី1ផ្លូវ2004រាជធានីភ្នំពេញអាស័យដ្ឋានទី2ខាងកើតផ្សារបាងកកខេត្តកំពង់ចាមអាស័យដ្ឋានទី3នៅទល់មុខស៊ីតេនសាំងប្រលានយន្តហោះពោធិ៍ចិនតុងទូរស័ព្ទលេខ012 29 89 26 097 29 សំទះដែរបងសាទរទាំងអស់គ្នាបងប្អូនជាបរិវត្តដែលរស់នៅក្នុងទឹកដីនៃស្រុកដំបែខេត្តត្បូងឃ្មុំហ្នឹងណាបាទអរគុណបាទទីនេះភូមិអីឃុំអីទេបងភូមិតាពាំងឈូកបាទឃុំកុកស្រុកបាទស្រុកដំបែខេត្តត្បូងឃ្មុំខេត្តត្បូងឃ្មុំបាទខេត្តកំពង់ចាមបាទពីមុនចឹងមែនណាបាទពីមុនចឹងមែនក៏ប៉ុន្តែឥឡូវយើងគេថាយើងខេត្តថ្មីមួយទៀតពីមុនយើងស្រុកត្បូងឃ្មុំណាបាទឥឡូវយើងខេត្តត្បូងឃ្មុំបាទអរគុណណាសុំទោសបងឈ្មោះអីដែរបាទខ្ញុំឈ្មោះខួនហ៊ុនបាទបងហ៊ុនគាត់ជាអ្នកផ្ដល់ព័ត៌មានមកកាន់ក្រុមការងារយើងខ្ញុំបាទដែលក្រុមការងារខ្ញុំតែងតែធ្វើដំណើរទៅគ្រប់ទីកន្លែងទាំងអស់អាស្រ័យដោយបានការផ្ដល់ព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដូចជាបងហ៊ុនអញ្ចឹងហើយអរគុណសាជាថ្មីបងណាតែថ្ងៃនេះមានព័ត៌មានអ្វីដែរនៅក្នុងភូមិស្រុករបស់យើងនេះដែលផ្ដល់ទៅកាន់ក្រុមការងារយើងបាទមានព័ត៌មាននេះបាទឯណាទេទៅណាបាត់ហើយម្ចាស់ហើយដល់ទៅនៅបាត់ហើយបាទគាត់ទៅណាបាត់ទៅកន្លែងណាអីបាទគុណគ្រូឲ្យគាត់ដែរតាមមើលបាទគាត់ចេះអំពីអ្វីបាទគាត់ចេះឡើងដើមចេកអីអញ្ចឹងណាហ្នឹងហើយអូឡើងយើងធ្លាប់តែឡើងដើមដូងឡើងដើមឈើដើមកទួតដើមស្វាយដើមអីតែគាត់ឡើងដើមចេកហើយឡើងដើមចេកឡើងទៅដល់កពូលនេះបើតាមមើលដល់កពូលហើយហ្នឹងហើយដៃកាន់ធៀងកាន់អីអញ្ចឹងវាអត់ហើយមនុស្សយើងធម្មតាទេហ្នឹងហើយមនុស្សមិនចេះសម្រាលខ្លួនអីឬមួយក៏យ៉ាងម៉េចមិនអាចឡើងរួចអញ្ចឹងបងមានធ្លាប់សួរគាត់ទេខ្ញុំធ្លាប់សួរដែរប៉ុន្តែគាត់ថាគេមានគ្រូអីដែរប៉ុន្តែឆ្ងល់មៀតដូចបងទេមៀតប្រហែលបងទេមៀតប៉ិនខ្ញុំហ្នឹងហើយបាទគាត់តែស្គមជាងតិចណាប៉ុន្តែយ៉ាងណាក៏ដោយឡើងដើមជែកយើងគិតថាមិនដឹងថាឡើងទៅរបៀបយ៉ាងម៉េចទេមិនអញ្ចឹងណាបាទឥឡូវជាក់ស្ដែងយើងចាំមើលទៅមើលជួបគាត់ទាំងអស់គ្នាមើលថាតើគាត់មានវិធីអ្វីហើយក្រៅពីឡើងដើមជែកគាត់អាចឡើងដើមឈើអ្វីបានខ្លះទៀតបាទអញ្ចឹងសូមប្រិមត្តទស្សនិកជនជួបជាមួយនឹងបងប្រុសដែលជាអ្នកមានទេពកោសល្យនៅក្នុងនាទីផ្ទះមួយសប្តាហ៍នេះតែម្ដងហើយសូមតាដែរបងសាទរហើយសូមអញ្ជើញបងប្រុសមកកាន់ទីកន្លែងរបស់យើងតែម្ដងបាទសូមអញ្ជើញបាទអូយថ្ងៃនេះស្រស់ស្រាយមកជំរាបសួរបងបាទជំរាបសួរអូយការពិតទៅនឹងទស្សនិកជនកំពុងតែឆ្ងល់ថាហេតុអ្វីបានជាខ្ញុំបាទឆ្ងល់ណាថាហេតុអីលោកសំណាងឯនេះនិយាយលឺមែនការពិតទៅបងគាត់ប្រាប់គាត់ដឹងថាបងនេះធ្ងន់តិចបាទអូហើយខ្ញុំនិយាយចឹងលឺហ៎លឺលឺសំភ័យទោសនិកជនគាត់ធ្ងន់ជាចឹងនិយាយរៀងនេះតិចបាទមូលហេតុអីដែលហឹងបាទខ្ញុំមកចាតាមមកពេលវិញដល់ពេលវិញแล้วខ្ញុំក្រាបដល់កាប់ទៅដូចអីវាមកទប់តិចក្នុងមកហ្នឹងអូការជំនន់សង្គ្រាមណាបាទឥឡូវយើងនិយាយពីប្រវត្តិជួយចត់ហ្នឹងដូចតែប៉ុណ្្នឹងដូចថាយើងព្រឺខ្លួនណាបាទយើងមិនចង់ដឹងចង់ឮទេណាប៉ុន្តែយើងក៏មិនបំភ្លេចអ្វីដែលជួយចត់ដែរបាទអរគុណណាហើយសុំទោសបងឈ្មោះអីបាទខ្ញុំធានាខ្ញុំឈ្មោះយុខំបាទហើយអាយុប្រហែលនេះសប្តាហ៍ថ្ងៃហ្នឹងបាទខ្ញុំសប្តាហ៍ថ្ងៃអាយុ55ហើយបាទសង្ឃឹមថាបានប្រហែលទៀតខ្ញុំបាន10%ទៀតបាទ10%មិនធម្មតាណា10%ដូច20ឆ្នាំទៀតជាងទៀត30ឆ្នាំទៀតមិនធម្មតាទេបាទអរគុណណាហើយបងខំអញ្ចឹងណាបាទហើយមានភរិយាហើយនៅឬមួយនៅកន្លោះទេមានហើយខ្ញុំមានហើយអូមានហើយស្មានមិនតាន់មានជួយរកឲ្យមួយទេអត់ទេហើយមានចៅនៅមានចៅ2នាក់ចៅ2នាក់3នាក់ឥឡូវអូចៅ3នាក់ឥឡូវអរគុណណាស់ហើយឮថាបងហ្នឹងមានទេពកោសល្យចេះឡើងដើមឈើឡើងដើមអីច្រើនណាបាទប៉ុន្តែខ្ញុំចេះឡើងដែរនេះមិនបានគេអត់ថតខ្ញុំដាក់ទូទស្សន៍ខ្ញុំឆ្ងល់បាទមិនមានលក្ខណៈពិសេសមិនបានគ្រាន់តែឡើងដើមឈើគេហៅថតដាក់ហ្នឹងយកចេះឡើងមែនប៉ុន្តែឡើងខ្លះឡើងបាក់ខ្លះវាមិនបាក់ទេបាទអញ្ចឹងហ៎បាទមួយម្យ៉ាងយើងគេចេះឡើងមែនដល់ឡើងទៅដល់ដងហ្នឹងថាហេធ្វើមិនមកបាក់អាហ្នឹងតគេសម្រាលដែរអូអញ្ចឹងបងចេះសម្រាលបាទខ្ញុំចង់មីងតាណាមីងនៅមីងមាននៅនៅដែរមើលខ្ញុំចង់ជួបសួរមីងទេមីងតាណាចង់សួរគាត់ពូឯងចេះសម្រាលមែនអត់ទេយេ
ra mới nói ra ba đó កូនណាបាទឥឡូវនេះយើងដោយសារកំនិយាយលេងច្រើនដោយសារនីតិផ្ទះលេខមួយយើងគេថាមានរយៈពេលខ្លីអរគុណបងប្រុសខំជាពិសេសបងហ៊ុនដែលគាត់បានផ្ដល់ព័ត៌មានមកគឺថាបងមានទេពកោសល្យឡើងដើមចេករហូតដល់កំពូលដែលមិនឲ្យបាក់ពីព្រោះមនុស្សយើងមិនអាចឡើងដើមចេកបានទេមិនអញ្ចឹងហ៎អានេះជាលក្ខណៈពិសេសមួយប៉ុន្តែក្រៅពីឡើងដើមចេកបងមានចេះឡើងដើមឈើណាផ្សេងទៀតដើម្បីបង្ហាញជូនទស្សនិកជនទេបាទដើមឈើចេះឡើងដែរប៉ុន្តែឡើងទៅអង្គុយលំងអញ្ចឹងហ៎ដើមឈើអីដែលបងអាចឡើងបានចុះដើមដូងឡើងបានទេដើមដូងឡើងចេះរួចប៉ុន្តែយើងឡើងដកកោវាហត់បាទហត់ណាឥឡូវនេះចាស់ហើយបាទលើឡើងសាក់ឡើងដើមដូងមើលតើបងឡើងបានត្រឹមប៉ុណ្ណាណាបាទអរគុណអញ្ចឹងប្រិមិត្តទស្សនិកជនចង់ដឹងមើលបងខំគាត់ឡើងដើមចេកដើមដូងបានឬមិនបានព្រោះគាត់អាយុ50ជាងហើយមិនអញ្ចឹងបាទគាត់ខ្សោយកម្លាំងឥឡូវគាត់ឡើងដើមដូងឡើងរបៀបយ៉ាងម៉េចតើលោកនាងចង់ដឹងនេះថាគាត់ឡើងយកជើងទៅមុនឬមួយក៏ក្បាលទៅមុនសូមអញ្ជើញទស្សនាជាមួយខ្ញុំបាទសូមអញ្ជើញបាទប្រិមិត្តទស្សនិកជនឥឡូវយើងបានមកដល់ក្រោមដើមដូងហើយក៏ប៉ុន្តែហេតុអីបានជាបងកាន់ធូបនឹងដៃនឹងកាន់ធ្វើអីបាទហ្នឹងខ្ញុំលឹកគុណគ្រូខ្ញុំអូគុណគ្រូត្រូវតែការទៅធូបមកអត់មានត្រូវការអីតិចផ្សេងទេបាទចាឥឡូវបងបួងសួងទៅបាទសូមអញ្ជើញបាទគាត់អុចទៅនងហ្មងបាទអុចទៅលៀនឈើបាទឥឡូវបងចាប់ដើមឡើងហ្នឹងឡើងយកជើងទៅមុនឬមួយក៏យកក្បាលទៅមុនខ្ញុំឡើងយកក្បាលទៅមុនអូយកក្បាលទៅមុននេះយកមើលយកក្បាលទៅមុនអាយ៉ាអូអីឡើងលឿនម៉េចអាយ៉ាអូបានហើយបងចុះមកវិញចុះខ្ញុំគាត់ឲ្យចង់ដឹងថាបងឡើងរួចទេការពិតគាត់អាចឡើងបើសិនបានមួយផ្លែពីរផ្លែមកល្អទៀតបាទគាត់ចុះមកវិញហ៎តាមធម្មតាអ្នកណាក៏ឡើងរួចដែរខ្ញុំបាទក៏ឡើងរួចទេបាទប៉ុន្តែហេតុអីបានជាគាត់ត្រូវឡើងដើមដូងបាទឡើងរួចចេះដែរបងសាទរជូនគាត់មួយអាហ្នឹងគឺធម្មតាណាបងណាចុះបើឡើងមិនធម្មតាបងអាចឡើងបានទេឡើងបាទមិនធម្មតាធ្វើម៉េចមិនធម្មតាឡើងម៉េចឡើងមិនធម្មតាបាទអានេះឡើងមកលើមើលគាត់សាកមើលទេមើលគាត់សាកមើលមិនធម្មតាឡើងម៉េចអាហ្នឹងធម្មតាខ្ញុំចង់បានអត់ធម្មតាឡើងម៉េចហ្នឹងយើងជងវល់យមើលគាត់សាកមើលអូអត់បានទេអូចុះក្រោមបាទចុះក្រោមមើលឥឡូវគាត់ធ្វើសាកលើមើលទេអាហ្នឹងមើលអាហ្នឹងអញ្ចឹងហ៎អាហ្នឹងគេហៅឡើងមិនធម្មតាហ្នឹងហ៎បានពីមុនឡើងរួចចានេះអាចជើងគាត់ទាញមកអាចយកជើងឡើងទៅអញ្ចឹងហ្នឹងបើសិនជាដូងឈើអញ្ចឹងឡើងអត់រួចទេចុះបើសិនជាដូងដេកហ្មងយកជើងដាក់ទៅមុនអញ្ចឹងរួចទេហ្នឹងមានអីអូបាទគេហៅគេអត់មកណាបាទថ្ងៃក្រោយបើហៅមកប្រាប់ខ្ញុំផងណាបាទហ្នឹងមកយ៉ាបើយកចងបាហ្នឹងគេបាច់ស្វ័យហើយគេលាកកតេលកាកតេលហ្នឹងអូមករត់យើងមករត់យាយបុបបាទអូចាំបាទនេះដល់ជិះបាទនេះចាំបាទអត់បានទេណាស្រួលទេបាទអាហ្នឹងមានន័យថាអាហ្នឹងឡើងអត់រួចទេដោយសារដងវាឈរបើសិនតែដងដេកអូខេបាទអរគុណប្រិយមិត្តទស្សនិកជនខ្ញុំបាទចង់ដឹងថាគាត់មានវិធីផ្សេងហេតុអីបានជាយើងខ្ញុំឲ្យគាត់ឡើងដើមដងសាកមើលពីព្រោះថាអ្នកណាក៏អាចឡើងបានដែរហើយគាត់ក៏អាចឡើងបានក៏ប៉ុន្តែក៏មានអ្នកដទៃទៀតគេអាចឡើងដងយកជើងឡើងទៅមុនបានហើយគាត់ក៏អាចឡើងបានដែរកាលដែលគាត់នៅកម្លាំងខ្លាំងហើយនឹងគាត់អាចហៅគ្រូគាត់ឲ្យជួយបាទតែឥឡូវគ្រូថ្ងៃហ្នឹងរវល់អត់បានមកទេអញ្ចឹងហ៎បាទអរគុណឥឡូវនេះប្រិយមិត្តទស្សនិកជនគ្រាន់តែជាការសាកល្បងជូនប្រិយមិត្តទស្សនិកជនទស្សនាដើម្បីចង់ដឹងថាតើគាត់ឡើងរួចឬមិនរួចបន្តិចទៀតរឿងពិសេសរបស់យើងគឺគាត់អាចឡើងដើមចេកដោយងាយទៅអង្គុយនៅលើកពូលនៅលើធាងតែម្ដងក៏ប៉ុន្តែមុននឹងឈានទៅដល់ឡើងដើមចេកគឺជារឿងដែលយើងកម្របានឃើញនោះគឺគាត់មានរឿងមួយទៀតគាត់ថាមានក្របគ្រូមួយក្របគាត់យកមកដាក់ដៃគាត់ហើយគាត់អាចផ្លុំទៅអាចខ្លាយទៅជា5គ្រាប់ពិតឬមិនពិតយ៉ាងណាខ្ញុំបានដឹងទេសួរគាត់ឲ្យបានជាក់ស្ដែងមើលបាទបងប្រុសបាទដូចបងជំរាបប្រាប់ខ្ញុំខាងដើមនេះថាគ្រាប់គ្រួមួយគ្រាប់ហ្នឹងអាច
ក្លំទៅជា5គ្រាប់បានមែនទេ បាទហ្នឹងបាទ អូបាទឡើយមើលណាគ្រាប់គ្រួឯណាបាទឈប់គាត់មើលគាត់ច្អល់សិនបាទនេះគ្រាប់គ្រួហ្នឹងហ៎គាត់រៀបចំទុកអូនេះបាទអូស្មានថាគាត់ត្បូងណាមិញបាទបងមើលដាក់រើសដាក់លើដៃមើលរើសដាក់លើដៃនេះលាមកលើដាក់លើហ្នឹងមើលឥឡូវបាទឥឡូវក្តាប់ដែរឬមើលក៏មិនក្តាប់ក្តាប់ចាប់ដើមក្តាប់ក្តាប់ហើយបាទចាប់ដើមបាទញីអូផ្សាំងមើលតែមកគ្រាប់ទេ តែមកគ្រាប់ទេបាទលាដៃតែមកគ្រាប់ទេមើលទាំងអស់គ្នាណាផ្សាំងអូលាទៅនេះអត់មានទេបាទអត់មានទេមើលអត់មានទេមើលអស់ហើយមើលបាទបាទពលិចទៅមួយបាទមួយញីមួយមកក្របដែរបាទក្របដែរចាប់ដើមបញ្ចេញអូចំបាច់ទៅចេញមកព្រឹកអាយ៉ាអូមិនស៊ីសហជាផ្លំបាទផ្លំហើយបាទប្រិមិត្តជនគាត់កំពុងតែគេថាច្បូតចេញពីសាច់គាត់មួយក៏ពីណាមិនដឹងកំពុងតែផ្លុំបាទភាំងបាទនៅបាទអូមិនហើយបាទនៅលាដៃអូយ៉ាសំផ្ទះដៃបាទទៅខាងណាបាទដល់ងើបឡើងបាទអត់មានអ្នកណាដឹងលីងណាបាទឥឡូវនេះចូលដល់វគ្គចុងក្រោយដែលជាវគ្គពិសេសដែលលោកនាងកំពុងតែចង់ដឹងថាតើគាត់ពិតជាអាចឡើងដើមចេកបានឬមួយក៏យ៉ាងណាបាទអញ្ចឹងបងអាចឡើងបានមែនណាខ្ញុំឡើងបានដើមចេកអូចេកឆ្នាំមុខចេកដាំវ៉ាឬមួយក៏ចេកបងចេកដាំវ៉ាក៏ដល់ចេកអីក៏ដល់ចេកបាទប៉ុន្តែចេកអីផ្សេងទៀតឡើងបានទេបាទខ្ញុំបានគីឡូគីឡូចេកល្អចេកមិនល្អអីឡើងបាននេះទេហ៎អរេវាងតែចេកណាបញិតខ្លាំងវិញបាក់ឡើងចេកផុយអីឡើងបានទេហ៎ឡើងបានទេបាទឡើងបានទេខ្ញុំបានទេមើលទៅអាចឡើងបានទេចេកផុយខ្លាចវាឡើងទៅបាត់ខ្លាចបាក់អញ្ចឹងហ៎ផុយឡើងបានទេបាទអញ្ចឹងឥឡូវមិនអីទេយើងទៅមើលទៅឡើងដើមចេកមើលថាតើឡើងដើមចេករបៀបយ៉ាងណាសូមអញ្ជើញទស្សនាជាមួយគ្នាសូមអញ្ជើញលោកនាងដែលកំពុងទស្សនាកុំតន់ដោប៉ុហើយសូមជួបជាមួយបងប្រុសដែលគាត់ទៅឡើងដើមចេកជូនលោកនាងទស្សនាសិនបាទសូមជើញបាទឥឡូវយើងបានធ្វើដំណើរមកដល់កន្លែងដើមចេកហើយគុំចេកដែលគាត់ត្រៀមនឹងឡើងលោកនាងឆ្ងល់ថាហេតុអីបានជាមនុស្សយើងធម្មតាអាចឡើងដើមចេកបានបងឯងគ្រាន់តែសុំសួរបងផែទម្ងន់ផែប្រហែលគីឡូបាទខ្ញុំហីបាទបោករឹងអស់វា47គីឡូបាទដល់ឥឡូវក្រោកញ៉ាំអញ្ចឹងបូករួមទាំងអស់47គីឡូរួមទាំងខោរួមទាំងអាវរួមទាំងខោអីទាំងអស់អញ្ចឹងចុះបើស្រែតខោអាវចេញស្មើប៉ុន្មាននេះ45វិញអូខ្ញុំបានបើសិនជាគេសួរខ្ញុំមិនដឹងឆ្លើយថាម៉េចទេបើគេសួរថាអូនឯងប៉ុន្មានគីឡូខ្ញុំថាបើសិនតែខ្ញុំរងឯង85គីឡូប៉ុន្តែខ្ញុំអត់បានគិតខោអាវផងបើគាត់ថាបូករួមទាំងអស់56គីឡូ40ប្រហែល47ស្រែតខោអាវចេញនៅសល់45អស្ចារ្យមែនទេអរគុណឥឡូវនេះបងឡើងដើមចេកហ្នឹងអាចដោះអាវចេញឬមួយក៏មិនឡើងទៅរស់ហ្មងឡើងទៅអស់ហ្មងអត់ខ្លាចធ្ងន់អាវទេអីអញ្ចឹងណាបាទឥឡូវបងចាប់ដើមមួយណាដែលបងឡើងបាទនេះអូមើលសុំគោះមើលតិចមើលបាទដើមមែននេះដើមចេកបាទដើមចេកពិតប្រកបហើយដើមចេកហ្នឹងដើមចេកជំទង់បាទជំទង់ឬមួយក៏កំមុំអញ្ចឹងវាចាស់ហើយវាចង់ងាប់ហើយចង់ងាប់មិនទាន់ឃើញផ្លែផងអានឹងទៅអីវានេះហើយតើគួរឡើយអញ្ចឹងហ៎បាទប៉ុន្តែបងឡើងអត់បាក់ដើមចេកទេបាក់ធៀងអីទេបាក់យើងនៅអញ្ចឹងហ៎ឥឡូវចាប់ដើមឡើងមើលតើគាត់ឡើងរួចឬមិនរួចបាទឥឡូវគាត់ចាប់ដើមបាទសុំមានបួងសួងអីបាទយ៉ាងខ្ញុំចូលបួងសួងគុណដល់ដាក់ប្រកាសទេរាជសូមបងបារមីលោកជួយមកខ្ញុំឡើងដើមចេក
ôi bà đố cái lên thana bà đấy hấp bắt chập đam xôm chơi tu snik chun tu sna cho mình bạn đang thạc quạt miền vị thi sầm ra khuôn này yang mấy thế nhom bạn đang đấy bà ấp bà sầm ra hấp bà sầm ra ô maha sầm ra ô maha sầm ra ô maha sầm ra ấp ô maha sầm ra ô hồ bà cho đẹp tôi khó lắm à bà có thạc cho cơ khăn nè bà cái thọp tờ lang đam chữ đam cực kỳ đam pre prắc xa ấy đâu pe quạt quạt lang đam chê bà ô mà sự thi mà hay chẹt ô mà ha sầm ra ô mà ha sầm ra bà ô bà quạt lang ấp tên một cáo khó này ấy da là hội ngồi bà đò cái pu ấy da bà bà giờ hôm nay cho lên đất ban bà này cái lá chuôn bà to phải ăn tê chứ bà ấp mà ô mà sầm ra ô bà này bà ô mà sầm ra là quạt làng tới sầm ra là ấp giọt mau à mở thiên như thôi đi rồi nhang như này cái lá chuông này hay là tu phê lại cái gặp đó còn mẹ thiên tê chứ làm có lời nó như món mà nhọt miên cái thật cao chỗ cái đấy cháu lấy cho Vinh bà cho Vinh sân nhọt mau thôi đây nhọt mau còn tay làng từ đó có pu hỏi đây nè bà là tăng cùi lớn đúng không bà lấy cột tròn láng tăng cùi lớn năng tiết lấy ní cơ tha đam chơi mới ní cơ tha mẹ đam chơi cầm mắm đấy đam chơi mày mai chẳng mặt ai trâu quạt ban đấy chứ có thể đam chơi cầm mắm nằm bay làng trâu quạt ban đam chơi mày mai nó cả làng sao vậy chẳng tôi đam chơi cầm mắm đấy bà chẳng tao thấm mắm tiết bà thấm chơi mà đam bà thôi xong đo cầm lăng đó mà không mới được chả đây bao giờ tao lăng nè bàนี่คือรุ่นนี้มันได้บ้านเคยนี่ทอมด้านเนี่ยนะแต่ไอ้ลางดามเจรุ่ยเลยกดลางไอ้ฮะบาดลางกุยนี่เลยกับปูเต็มน้องลางบานไอ้ยะโอ้โหว่าไอ้ยะว่าโอ้กดเงี้ยบ้ากดเสียดmiền Việt Thi và còn miền Việt Thi đó bà con ở đây còn ban lang từ đó của pu thôi và đây cứ chỉ riêng môi đại dương cầm ro ban chuột nó cầm ro ban khơi nè và thầy xôm chụp điệp tha luôn niềng ai phát đo mọc can con ca ngày khi nơi port miền play play chấm lại ở cha và lên đây còn cùng pung ta thắt nơi lưỡi cùng pu chê và chê nhầm vá cứ chê cầm mom và lấy còn ro Việt Thi coi lơ hái và con lang từ đó của pu thôi bà chỉ mới còn coi việc dân mạch và còn sộc chương và dạ mà tôi xin chun tràn có con được hàng cào này mình thòm đa bông tai bắt đo cầm đang chặt rồi bằng không và lấy con rồi bị thi và lấy lang và con riêng chăm coi hai xôm chim thaเนตีเตลมวยดำนาการบักบานไซบานการอุทอมนังความตรเป็นนักกรมพลนังพอจีจรานักนนตีเตลมวยไอ้ยากอดลางกอยไอ้บ้านกอยบ้านไอ้ส้มแจกได้บอสโตจุนกอดมวยโอ้โหบ้านแล้วเคยทากอดกอยยังแต่น้ำไม้แล้วกอยบัดหัดซะน่ะบ้านเลยจ้อนั่งไงcho hai con tẹt đây bao giờ tôi chuông con môi đi bà tẹt chán bà lên đây con cho
បាទចូលមកខាងក្រោមវិញបាទជួយមើលគាត់ផងបាទមិនអីទេឥឡូវគាត់អាយុ50ជាងហើយមិនដូចពីមុនទេបាទពីមុនគាត់ធ្លាប់ឡើងអញ្ចឹងមែនបាទយើងទើបតែទទួលព័ត៌មានបានបាទអរគុណណាស់អឹបបាទអរចាមែនទេឲ្យសុំតារបងសាទរជូនគាត់ខ្លាចជាថ្មីបាទមកខាងនេះបាទមកខាងនេះកាត់មកឈរចិត្តកន្លែងនេះមើលបាទមិនដែរមានអារម្មណ៍ថាមិនដែរថ្ងៃហ្នឹងទៅហើយគេមកថាអារម្មណ៍ថាសប្បាយហ្មងសប្បាយហើយគេមកបានហើយណាបាទគេជួយបានហើយណាបាទហើយប៉ុន្តែមានថ្ងៃក្រោយទៀតទេមើលទៅមានទៀតអរគុណប្រិមត្តទស្សនិកជនដែលកំពុងទស្សនានៅទីផ្ទះមើលខ្ញុំបាទសូមជម្រាបថាមិញបងប្រុសខំគាត់បានឡើងទៅលើកំពូលជែកបាទហើយគាត់អង្គុយលើនោះបានទៀតផងមិនអញ្ចឹងបាទអរគុណណាស់បាទហេមើលមកសុំជួបមីងមកសិនណែហើយមើលពាក់មុខមើលសុំសួរតិចមើលម្ចាស់ផ្ទះមែនចាម្ចាស់ជែកជែកកំមុំមែនជែកកំមុំជែកកំមុំប៉ុន្តែដល់ពេលម្ចាស់មានគ្រួសារនៅមានហើយកូនបានហើយកូន2ចុះប៉ាមកទេប៉ាវាប៉ាមកអូលាកថ្ងៃក្រហមហ្នឹងចាប៉ាវាសំខាន់ដៃតិចកុំប្រកែកប្រកាន់ណាបាទហើយអញ្ចឹងមិញឃើញគាត់ឡើងដើមជែកបងពិតប្រកបទេឃើញបាទធ្លាប់ឃើញទេពីមុនមកអត់ដែរសោះជាលើកទី1ហើយបាទមិនដែលដឹងថាមនុស្សណាដែលអាចឡើងដើមជែកបានទេបាទពិតជាសប្បាយរីករាយមែនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងទឹកដីនៃខេត្តត្បូងឃ្មុំឥឡូវសូមតាស់ដែរបងសាទរខ្លាំងទៅអមគ្នាមួយទៀតបងខំបាទឥឡូវប្រហែលចេះតែជក់បរិយអញ្ចឹងបានធ្វើឲ្យយើងគឺថាសុខភាពអន់ណាឲ្យអ្នកណាជួយកាន់ឲ្យតិចសិនណាឲ្យបងបាទគឺថាការជក់បរិយទី1ធ្វើឲ្យហើមសួតធ្វើឲ្យពុកថ្មិញបាទធ្វើឲ្យដាច់សរសៃឈាមក្នុងខួរក្បាលគឺថាជក់បរិយធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកចិត្តដទៃទៀតសុំទោសបងណាមិនមែនទូមានបោឬមួយក៏មិនទេគ្រាន់ថាខ្ញុំឃើញគេដាក់ទិសស្លោកពាក្យស្លោកអញ្ចឹងណាបងណាបាទគឺថាបើសិនជាយើងអាចកាត់បន្ថយឬមួយក៏ឈប់តែម្ដងក៏ល្អដែរណាអរគុណណាឥឡូវអរគុណចំពោះបងខំក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកភូមិដែលបានផ្ដល់ឱកាសដល់ក្រុមការងារខ្ញុំចុះមកថតផ្តិតយករូបភាពទាំងនេះបង្ហាញជូនប្រិយមិត្តទស្សនិកជនអរគុណសាជាថ្មីបងណាជូនពរឲ្យបងមានសុខភាពល្អហើយអាយុវែងខ្ញុំបាទមុននឹងលាទៅក៏សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាក្រុមហ៊ុននិងផលិតផលដែលបានឧបត្ថម្ភនៅក្នុងនេតិផ្ទះលេខ11ដែលមានដូចជាបាទលោកអ្នកមានបញ្ហារលាកច្រមុះដុសសាច់ច្រមុះអញ្ជើញទៅ Clinic ព្យាបាលរោគច្រមុះយ៉ាស៊ីនផ្ទះលេខ310 អឺសារ៉ូផ្លូវប្រេមនីវងខាងជើងស្តុបពេទ្យចិនឬអគារ42ជាន់ចម្ងាយ50ម៉ែត្រទូរស័ព្ទលេខ016